Dziękuję.ខ្ញុំប្រកាសណាខ្ញុំសូមក្រាបថ្វាយបង្គំសម្ដេចព្រះអភិសិរិសកុន្ធាមហាសង្ឃរាជចេតបតីកតិនីតិបណ្ឌិតប៊ូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិនិកាយនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសុមេធាធិបតីកតេបណ្ឌិតអមលំហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាណាចក្រព្រះរាជាគណៈព្រះមេគុណព្រះអនុគុណព្រះធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសម្ដេចឯកឧត្តមលោកជំទាវអស់លោកស្រីឯកឧត្តមអគ្គរដ្ឋទូតព្រះរាជធានីដែលមានវត្តមាននៅទីនេះថ្ងៃនេះទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំមានកិត្តិយសមានក្តីសោមនស្សនិងកិត្តិយសបំផុតដែលបានប្រកាសណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ព្រះបរមរាជានុញ្ញាតឲ្យទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ចូលរួមដោយផ្ទាល់ក្នុងពិធីបើកអនុសង្ឃវជ្រៈមហាសន្និបាតមន្ត្រីពិបាកជាងគេពិបាកអានសន្ទរកថានឹងបើនិយាយគឺស្រួលទៅវិញទៅដល់និយាយទៅធ្លោទៅរបស់ហើយបើដល់អានសន្ទរកថាវាជាប់អាកដាស់នោះចុះឡើងនៅចូលរួមដោយផ្ទាល់ក្នុងពិធីអនុសង្ឃវជ្រៈមហាសន្និបាតសង្ឃទូទាំងប្រទេសលើកទី33នាពេលនេះក្នុងព្រះបរមនាថព្រះករណាជាអម្ចាស់ជីវិតលើត្បូងនិងក្នុងនាមទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំផ្ទាល់សូមថ្លែងអំណរព្រះគុណនិងអរគុណប្រកបដោយសទ្ធាជ្រះថ្លានិងសូមសម្ដែងមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្ដៅបំផុតចំពោះគណៈសង្ឃទាំងពីរគណៈដែលបានយាងនិមន្តនិងអញ្ជើញចូលរួមក្នុងពិធីអនុសង្ឃវជ្រៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33ដែលនឹងប្រព្រឹត្តទៅរយៈពេល3ថ្ងៃក្នុងគោលបំណងវាយតម្លៃការប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃដើម្បីកែលម្អបទកថានិងគោលការណ៍សម្រាប់ដឹកនាំនិងគ្រប់គ្រងពុទ្ធសាសនាព្រះពុទ្ធសាសនាកំណត់និងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមទាំងឡាយព្រមទាំងតាមដាននិងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តសង្ឃប្រកាសដែលបានដាក់ចេញនាឆ្នាំកន្លងមកសម្ដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាសន្តិភាពការលើកស្ទួយប្រពៃណីទំនៀមទម្លាប់និងការអភិវឌ្ឍប្រទេសជាតិតាមរយៈការអភិរក្សនិងការអភិវឌ្ឍព្រះពុទ្ធសាសនាការត្រួតត្រងនិងការលើកកម្ពស់សីលធម៌សង្គមនិងសុខដុមបរិយកម្មសាសនានៅកម្ពុជាជាមួយគ្នានេះទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ឯកឧត្តមចៃបរិនរដ្ឋមន្ត្រីក្រសួងផាកធម្មការនិងសាសនាលើកឡើងអំពីសមិទ្ធផលគួរជាទីមោទនៈក្នុងវិស័យធម្មការនិងសាសនាជាពិសេសការពង្រឹងនិងពង្រីកពុទ្ធកសិក្សាការរីកចម្រើនជាបន្តវិហារសាសនានិង
សុខដុមបនិយកម្មសាសនាដែលជាបរិលក្ខខណ្ឌសម្រាប់សុខសន្តិភាពសុខដុមរមនាសង្គមនិងការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងចីរភាពសម្ដេចព្រះរាជគុណព្រះថេរានុថរៈគ្រប់ព្រះអង្គជាទីសក្ការៈអង្គពិធីជាទីមេត្រីបុព្វបុរសខ្មែរបានបន្សល់ទុកនៅប្រពៃណីទំនៀមទម្លាប់និងវប្បធម៌ដ៏ល្អផូរផង់ឈរលើមូលដ្ឋាននៃមេត្តាករណាមុទិតានិងឧបេក្ខាដែលបានចរិតនៅក្នុងបេះដូងខ្មែរព្រមទាំងបានផ្សារភ្ជាប់កូនខ្មែរទាំងអស់ជាគ្រួសារមួយជាសហគមន៍មួយនិងជាពូជសាសន៍មួយហើយលើគុណតម្លៃនិងទួនាទីរបស់ព្រះពុទ្ធសាសនាដែលបាននិងកំពុងចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ច្បាស់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋប៉ុន្តែពុំមានការរឹតបន្តឹងលើសិទ្ធិសេរីភាពខាងសាសនានោះទេនេះគឺជាដំណើរទៅមុខលើផ្លូវដ៏ត្រឹមត្រូវមួយដែលវិស័យសាសនារួមមានព្រះពុទ្ធសាសនាឥស្លាមសាសនាគ្រិស្តសាសនានិងសាសនាដទៃទៀតត្រូវបានបើកទូលាយក្នុងការប្រតិបត្តិជំនឿហើយធ្វើឲ្យប្រជាជនដែលរស់នៅក្នុងសង្គមកម្ពុជាអាចរស់នៅក្នុងសុខដុមរមនាមិនមានទំនាស់ប្រេះឆាឬចំនួនសាសនានោះឡើយទន្ទឹមនេះព្រះពុទ្ធសាសនាបាននឹងកំពុងជះឥទ្ធិពលលើប្រព័ន្ធនយោបាយសង្គមនិងសេដ្ឋកិច្ចកម្ពុជាតាមរយៈការអភិវឌ្ឍផ្នត់គំនិតអេរិយាបថនិងសកម្មភាពដែលឈរលើមូលដ្ឋានទស្សនវិជ្ជាព្រះពុទ្ធក្នុងន័យនេះព្រះពុទ្ធសាសនាគឺជាកម្លាំងចលករយ៉ាងសកម្មក្នុងការផ្លាស់ប្ដូរជាវិជ្ជមានទាំងផ្លូវចិត្តនិងផ្លូវកាយរបស់ប្រជាពលរដ្ឋខ្មែរដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាពបរិយាបន្ននិងចីរភាពម្យ៉ាងទៀតព្រះពុទ្ធសាសនាបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខដុមរមនាសង្គមនិងនយោបាយកម្ពុជាតាមរយៈការយល់ដឹងកាន់តែប្រសើរអំពីទ្រឹស្ដីផលកម្មលើសពីនេះការកំណត់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋសបញ្ជាក់អំពីការផ្សារភ្ជាប់រវាងការគ្រប់គ្រងរដ្ឋជាមួយនឹងព្រះពុទ្ធសាសនាឬទំនាក់ទំនងរវាងពុទ្ធចក្រនិងអាណាចក្រដែលជាចំណងវិចារវិទ្យាបំពេញឲ្យគ្នាទៅវិញទៅមកនិងជៀសមិនបាននេះមានន័យថាការរីកចម្រើនខាងផ្នែកអាណាចក្រត្រូវតែមានការលើកកម្ពស់ខាងផ្នែកពុទ្ធចក្រដើម្បីឲ្យរដ្ឋទទួលបានផលប្រយោជន៍មកវិញជាការចេះដឹងនិងការធ្វើអំពើល្អរបស់ប្រជាពលរដ្ឋទាំងនេះហើយដែលបង្កលក្ខណៈឲ្យរដ្ឋគ្រប់គ្រងបានយ៉ាងកាន់តែប្រសើរព្រមទាំងមិនមានបញ្ហាហិង្សាឬអំពើបាបកម្មកើតឡើងក្នុងសង្គមនៅពេលដែលពលរដ្ឋមានសេចក្តីសុខនិងរីកចម្រើនក្នុងជីវភាពប្រសង់ក៏មានចង្ហាន់ល្អនិងទទួលបានវិភាគទានសម្រាប់កសាងទីអារាមសេនាសនៈក៏បានល្អដែរសម្ដេចព្រះរាជគុណព្រះសង្ឃសម្ដេចឯកឧត្តមលោកជំទាវអនុញ្ញាតឲ្យខ្ញុំបានបញ្ជាក់នៅលើចំណុចនេះបន្តិចដែលនេះគឺមិនមែនជាបញ្ហាថ្មីថ្មោងដែលខ្ញុំប្រកាសណាខ្ញុំបញ្ជាក់នោះទេតាក់ទងទំនាក់ទំនងរវាងពុទ្ធសាសនាឬក៏និយាយបែបថាអាណាចក្រនិងពុទ្ធចក្រ
រឿងនេះមិនអាចផ្ដាច់ចេញពីគ្នាបានទេចំណងតាក់ទងនៅទីនេះគឺជ្រាលជ្រៅណាស់ខ្ញុំកណ្ណាខ្ញុំគួរតែរំលឹកក្នុងទស្សនៈទានក្នុងការដឹកនាំក្នុងរយៈកាលជិត4ទសវត្សរ៍កន្លងទៅនេះក្នុងតួនាទីជានាយករដ្ឋមន្ត្រីអមទៅដោយតួនាទីផ្សេងក្នុងរដ្ឋាភិបាលតាំងពីឆ្នាំ1979ខ្ញុំប្រកាសណាខ្ញុំតែងប្រកាន់ភ្ជាប់នៅការបំពេញឲ្យគ្នារវាងពុទ្ធចក្រនិងអាណាចក្រយើងអាចសង្កេតឃើញថានៅពេលណាដែលអាណាចក្រត្រូវរង្គោះរង្គើត្រូវអោនថយពេលនោះពុទ្ធចក្រក៏នឹងបានបាត់បង់ទៅដែរតួយ៉ាងដូចជាសម័យប៉ុលពតនៅពេលដែលពុទ្ធអាណាចក្រត្រូវរង្គោះរង្គើអំពើបល្ល័ង្កពូជសាសន៍មួយបានកើតឡើងមិនមែនគ្រោះថ្នាក់សម្រាប់តែខាងផ្លូវរដ្ឋនោះទេក៏ប៉ុន្តែព្រះសង្ឃក៏ត្រូវទទួលដូចគ្នាដែរហើយមិនមែនគ្រាន់តែព្រះសង្ឃនៅក្នុងពុទ្ធសាសនាទេគ្រិស្តសាសនានិងអ៊ីស្លាមសាសនាក៏ដូចជាសាសនាដទៃទៀតក៏ត្រូវបានបំផ្លិចបំផ្លាញដូចគ្នាដែរនៅពេលដែលមានបញ្ហាតាក់ទិនដែលកន្លងទៅនេះកាលណាតែប្រជាជនខ្វះឧទាហរណ៍ថាប្រជាជនឬក៏ថារដ្ឋក៏ដូចជាប្រជាជនជួបការលំបាកព្រះសង្ឃក៏ខ្វះចង្ហាន់ដែរពេលមានគ្រោះទឹកជំនន់គ្រោះរាំងស្ងួតប្រជាជនជួបការលំបាកគឺព្រះសង្ឃពេលនោះព្រះសង្ឃក៏គ្មានចង្ហាន់ល្អដែរប៉ុន្តែបើសិនជាប្រជាជនរស់ស៊ីមានបានរដ្ឋមានប្រាក់ចំណូលខ្ពស់គឺពេលនោះព្រះសង្ឃទីអារាមព្រះសង្ឃក៏មានចង្ហាន់ល្អហើយទីអារាមក៏មាននៅការចូលរួមដើម្បីកសាងសេនាសនៈនៅក្នុងទីអារាមនានាផងដែរឥឡូវយើងបានឃើញពិតប្រាកដហើយនៅពេលដែលសង្គ្រាមព្រំដែនកម្ពុជាថៃបានកើតឡើងអ្នកដែលរងគ្រោះមិនមែនគ្រាន់តែប្រជាជនទេគឺព្រះសង្ឃព្រោះក្របកំភ្លើងវាអត់ស្គាល់នៅទីអារាមទេដូចជានៅទីអារាមមួយចំនួនដែលត្រូវក្របកំភ្លើងបាញ់មកលើទីអារាមនោះព្រះសង្ឃក៏ត្រូវជួបការលំបាកក៏ត្រូវភៀសសឹកដូចគ្នាដូច្នេះចំណុចនេះគឺត្រូវតែคล้ายទៅជាទស្សនវិជ្ជាคล้ายទៅជាប្រធានបទដែលរាជរដ្ឋាភិបាលត្រូវតែប្រមូលផ្ដុំយកចិត្តទុកដាក់ទៅលើការបំពេញឲ្យគ្នាខាងផ្នែករដ្ឋវិនិយោគទៅលើវិស័យសាសនាតាមរយៈការផ្ដល់ជំនឿសពបែបយ៉ាងសម្រាប់សាសនាឲ្យសាសនាអភិវឌ្ឍតាមរយៈនៃការជំរុញបង្កើននៅការសាលារៀនផ្នែកតាក់ទិនជាមួយនឹងចំណេះទូទៅក៏ដូចជាវិស័យសាសនារដ្ឋទទួលបានមកវិញគឺអ្វីរដ្ឋនឹងទទួលបានមកវិញនូវផលប្រយោជន៍យ៉ាងធំនៅត្រង់ថាគ្មានសាសនាណានៅលើពិភពលោកនេះឬនៅកម្ពុជាអប់រំពុទ្ធសាសនិករបស់ខ្លួនឲ្យប្រព្រឹត្តអំពើបាបទេដូច្នេះប្រសិនបើប្រជាពលរដ្ឋបានទទួលនៅការអប់រំប្រជាពលរដ្ឋមានគុណធម៌ល្អមានសិលធម៌ល្អគឺពេលនោះហើយជាពេលវេលាដែលល្អបំផុតសម្រាប់សំទោសឥឡូវតទូរស័ព្ទញ័រគឺទៅពេលតបជើងគូប៉ុន្តែបែរជាមិនអីទេព្រឹកមិញប្រគល់ភារកិច្ចហៅទៅមេតបជើងគូ
ឲ្យជួយរកឯកសារគាត់អ្នកណាប្រាប់ទៅថាខ្ញុំកំពុងថ្លែងសន្ទរកថាបើជាគាត់នៅអីនៅហៅទៅម៉ៅសុផាន់បន្តិចអ្នកណាហៅទៅម៉ៅសុផាន់បន្តិចថាកុំហៅមកទៀតខ្ញុំកំពុងថ្លែងសន្ទរកថាខ្ញុំកណាខ្ញុំសូមបន្តរឿងនេះអញ្ចឹងជាការបំពេញឲ្យគ្នារដ្ឋវិនិយោគជួយទៅលើពុទ្ធសាសនានិងសាសនាដទៃទៀតប៉ុន្តែសាសនាដទៃទៀតមានចំណែកជួយត្រឡប់មកវិញទៅលើការអប់រំសិលធម៌គុណធម៌អំពើល្អចំពោះពលរដ្ឋដូច្នេះវាបង្កលក្ខណៈងាយស្រួលឲ្យពលរដ្ឋរបស់យើងឲ្យរដ្ឋងាយស្រួលគ្រប់គ្រងក្នុងសង្គមប្រសិនបើមនុស្សភាគច្រើនប្រព្រឹត្តអាក្រក់គឺច្បាស់ណាស់ថារដ្ឋពិបាកគ្រប់គ្រងហើយពិបាកគ្រប់គ្រងដូចជាអំពើជ្រុលនិយមច្រើនហួសវាទៅជារបៀបភេរវកម្មវាទៅជារឿងនេះរឿងនោះគឺពិបាកអញ្ចឹងទេព្រះសង្ឃក៏ដូចជាសាសនាដទៃទៀតអាចចូលរួមចំណែកដើម្បីអប់រំសាសនិករបស់ខ្លួនប្រព្រឹត្តនៅអំពើល្អដែលវាជាការរួមវិភាគទានមួយសម្រាប់ភាពជឿនលឿនរបស់សង្គមនេះជាអ្វីដែលខ្ញុំបកណាខ្ញុំចង់បញ្ជាក់អំពីចំណងតាក់ទងបដិច្ចសមោបាទឬហៅថាវិចារវិទ្យាដែលបំពេញឲ្យគ្នាមានចំណងតាក់ទងគ្នានិងបំពេញឲ្យគ្នាទៅវិញទៅមកតាមរយៈរដ្ឋជួយទៅលើវិស័យសាសនានិងវិស័យសាសនាផ្ដល់ផលត្រឡប់មកវិញឲ្យរដ្ឋងាយស្រួលគ្រប់គ្រងសង្គមតាមរយៈមនុស្សល្អដែលបានទទួលការអប់រំពីវិស័យសាសនាក្នុងន័យនេះទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំយល់ឃើញថារាជរដ្ឋាភិបាលគណៈសង្ឃទាំងពីរគណៈនិងជនរួមជាតិត្រូវរួមគ្នាបន្តអភិរក្សនិងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើនតាមរយៈការពង្រឹងតួនាទីដឹកនាំនិងគ្រប់គ្រងព្រះពុទ្ធសាសនានៅកម្ពុជាព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹងអំពីពុទ្ធវាទសម្ដៅជំរុញការប្រតិបត្តិនៅបរមពុទ្ធវាទឲ្យបានត្រឹមត្រូវជាពិសេសធ្វើនៅអំពើល្អនិងការសម្អាតចិត្តឲ្យស្អាតបរិសុទ្ធឈរលើមូលដ្ឋានទ្រឹស្ដីព្រះពុទ្ធសាសនាការរីកចម្រើនខាងផ្នែកសម្ភារៈត្រូវតែមានតុល្យភាពនិងការរីកចម្រើនខាងស្មារតីពលគឺចំណងខាងផ្នែកសម្ភារៈត្រូវអារឡោមជាមួយនឹងក្របខ័ណ្ឌគតិយុត្តសិលធម៌និងយុត្តិធម៌សង្គមការនេះសបញ្ជាក់អំពីភាពចាំបាច់ក្នុងការពង្រីកការផ្សព្វផ្សាយនិងការពង្រឹងការយល់ដឹងអំពីទស្សនវិជ្ជាព្រះពុទ្ធក្នុងសង្គមជាតិសម្ដៅជំរុញការប្រតិបត្តិធម៌វិន័យការកែលម្អផ្នត់គំនិតនិងការគោរពច្បាប់ទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំសង្ឃឹមយ៉ាងមុតមមថាអនុសង្ឃវជ្រមហាសន្និបាតសង្ឃទូទាំងប្រទេសលើកទី33នេះនឹងប្រមូលបាននៅបណ្ដុំបញ្ញាញាណបណ្ដុំបទពិសោធន៍និងទស្សនៈគ្រប់ជ្រុងជ្រោយកំណត់បានត្រឹមត្រូវនៅបញ្ហាប្រឈមមូលហេតុនៃបញ្ហាប្រឈមកាត់បន្ថយនិងលុបបំបាត់នៅបញ្ហាអវិជ្ជមានទាំងឡាយដែលដាក់ចេញនៅវិធានការនិងយន្តការថ្មីដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំនិងការគ្រប់គ្រងព្រះពុទ្ធសាសនានៅកម្ពុជាលើកកម្ពស់ស្មារតីសាមគ្គីធម៌និងអភិវឌ្ឍសមត្ថភាព
ភាពជាគំរូនិងការអប់រំសិលធម៌សម្ដៅលើកកំទួយសុខសន្តិភាពសង្គមនិងសុខដុមពាណិជ្ជកម្មសាសនានិងការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងជារបៀបសម្ដេចបដិជគុណព្រះសង្ឃគ្រប់ព្រះអង្គអាដាមលោកជំទាវថ្ងៃនេះខ្ញុំប្រកាសថាខ្ញុំចង់និយាយបន្តិចតេតិនបន្ថែមលើចំណុចខ្លះហើយគិតថាមួយផ្នែកព្រះរាជតំណាងតែមួយផ្នែកគឺខ្ញុំប្រកាសថាខ្ញុំនិយាយក្នុងឋានៈជាប្រធានព្រឹទ្ធសភាហើយក៏និយាយក្នុងឋានៈជាប្រធានគណៈបកកណ្ដាលអំណាចផងដែរដំបូងខ្ញុំកណាខ្ញុំសូមចូលរួមតេតិនជាមួយនឹងការចូលរួមនៅវិស័យសាសនាតាមរយៈការអប់រំអ្វីដែលជាគោលដៅដែលរដ្ឋាភិបាលរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនដាក់ចេញមកចំណន់ខ្ញុំប្រកាសថាខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីសម្ដេចកលាហោមសខេងនៅធ្វើឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរហូតដល់ពេលនេះគោលដៅរបស់យើងនៅតែចង់បានភូមិឃុំមានសុវត្ថិភាពចំណុចនេះគឺជាចំណុចដែលប្រសង់និងគ្រប់សាសនាអាចជួយបានព្រោះប្រសង់ក៏ដូចជាសាសនាដទៃទៀតនៅឯភូមិឃុំនោះឯងអញ្ចឹងទេតាមវិធីនៃការបញ្ជ្រាបការយល់ដឹងចំពោះប្រជាជនច្បាស់ណាស់ថាសន្តិសុខសណ្ដាប់ធ្នាប់សង្គមការបំបត្តិអំពើហិង្សាការជួញដូរមនុស្សការជួញដូរគ្រឿងញៀនលបែងស៊ីសងក៏នឹងត្រូវបានកាត់បន្ថយដូច្នេះបើយើងពិនិត្យអំពីចំនួនទីអារាមនៅក្នុងប្រទេសកម្ពុជាយើងមានរហូតដល់5144វត្តដែលមានប្រសង់ចំនួន75556នាក់វាស្មើនឹង1/5នៃចំនួនកងទ័ពទៅហើយកម្លាំងប្រអាវុធទៅហើយអញ្ចឹងទេការជួយយ៉ាងដូចនេះវាជាការស្រួលអ្វីដែលយើងចង់បានធំបំផុតគឺភូមិឃុំមានសុវត្ថិភាពសូម្បីតែរោងចក្រសហគ្រាសក៏យើងចង់បានហៅថារោងចក្រមួយគឺសហគមន៍សុខសាន្តមួយអញ្ចឹងយើងមិនអាចប្រើវិធីអ្វីក្រៅតែវិធីអប់រំនោះទេឱកាសមានច្រើនឥឡូវនៅកម្ពុជាអ្នកដែលកាន់ពុទ្ធសាសនាក៏មានភាគច្រើនអ្នកដែលកាន់គ្រឹះក៏មានភាគច្រើនក៏មានមួយចំនួនអ្នកដែលកាន់អ៊ីស្លាមក៏មានមួយចំនួនហើយសិតតែមានពេលវេលាចូលវិហារចូលទីអារាមផងដែរចឹងទេខ្ញុំប្រកាសថាខ្ញុំសូមអំពាវនាវចំពោះគ្រប់ទីអារាមគ្រប់ព្រះវិហារទាំងអ៊ីស្លាមទាំងគ្រឹះមេត្តាផ្ដល់នៅការអាវាតជៀសវាងអបាយមុខនានាហើយបង្កើតឲ្យមានស្ថានភាពល្អប្រសើរគ្រប់តួអង្គមនុស្សដែលពាក់ព័ន្ធជាមួយនឹងគោលដៅដែលយើងចង់បានគឺសម្រេចនៃភូមិឃុំមានសុវត្ថិភាពចំណុចទី2ខ្ញុំប្រកាសថាខ្ញុំនៅតែបន្តអំពាវនាវឲ្យគ្រប់គ្រងទៅដល់រាជរដ្ឋាភិបាលក្នុងការបង្កើតឡើងការអនុវត្តបន្តអនុវត្តនៅខឿនការពារជាតិរបស់ប្រជាជនចំណុចនេះកម្ពុជាបានអនុវត្តតាំងពីដើមរហូតមកដល់ពេលនេះគឺខឿនការពារជាតិរបស់ប្រជាជនមិនមែនកងទ័ពដាច់ដោយឡែកធ្វើភារកិច្ចដាច់ដោយឡែកសម្រាប់វិស័យការពារជាតិទេវាត្រូវមានការរួមចំណែកហើយការរួមចំណែកនេះបានធ្វើក្នុងរយៈពេលកន្លងទៅផលណាស់ ខ
ខ្ញុំប្រកាសណាខ្ញុំចេញពីទីនេះអរប្រគុណចំពោះបដិជគុណព្រះសង្ឃគ្រប់ព្រះអង្គគ្រប់ទីអារាមអរគុណចំពោះប្រជាពលរដ្ឋជាទូទៅដែលបានចូលរួមក្នុងការគ្រប់គ្រងទៅដល់កងកម្លាំងបរិវុធរបស់យើងក្នុងវិស័យការពារជាតិក្នុងរយៈពេលកន្លងទៅជំនួយឧបត្ថម្ភនានាត្រូវបានផ្ដល់ទៅដល់មូលដ្ឋានរហូតទៅដល់មានការផ្ដល់ជាសម្ភារៈដែលសម្រាប់ទ្រទ្រង់ឲ្យសុវត្ថិភាពរបស់កងទ័ពដូចជាអាវក្រោះអីជាដើមអាវក្រោះអីជាដើមអញ្ចឹងទេចំណុចទាំងអស់នេះគឺជាចំណុចដែលយើងព្រោះព្រះអង្គបើកាលណាជាតិរលត់ហើយជាតិត្រូវបាត់បង់ជាតិត្រូវគេបំពានសាសនាក៏ត្រូវគេបំពានដែរដូច្នេះខ្ញុំប្រកាសណាខ្ញុំបន្តអំពាវនាវសម្រាប់ការចូលរួមព្រោះការពារជាតិដើម្បីយើងសុំតែមកសុខទេយើងមិនត្រូវការឆ្លៀតពៀនណាទេគេបានចោទយើងតែយើងចង់រកដីគេខ្មែរបាត់ដីអស់ច្រើនណាស់ទៅហើយអស់ច្រើនណាស់ទៅហើយនៅសល់ប៉ុណ្ណឹងគឺអាពាប៉ុណ្ណឹងទៅបានហើយយើងមិនមានតម្រូវការចង់បានអ្វីពីនរណាទេពីនរណាទេអ្វីដែលអតីតកាលបានបន្សល់ទុកដោយមានគួនខ្នាតត្រឹមត្រូវគឺយើងរក្សាប៉ុណ្ណឹងទៅបានហើយកុំត្រូវការពង្រីកទឹកដីទៅណាទៀតអ្នកខ្លះចង់ឲ្យយើងទៅវាយយកកោះត្រល់ទៅវាយយកកម្ពុជាក្រោមអ្នកខ្លះចង់ឲ្យយើងទៅយកខេត្តបណ្ដាខេត្តនៅឯប្រទេសថៃអ្នកខ្លះចង់បានទឹកដីពីឡាវត្រឡប់មកវិញប៉ុន្តែពួកគេបានត្រឹមស្រែកពីខាងក្រៅមកទេអ្នកនៅក្នុងស្រុកនោះគឺមានប្រមាណទៅពួកគេចេះតែនិយាយចឹងទេអ្វីដែលជាសក្តិត្រូវការរបស់យើងគឺការការពារជាតិរបស់យើងតែប៉ុណ្ណោះហើយក្នុងចំណុចនេះក្នុងរយៈពេលចុងក្រោយនេះដូចដែលសម្ដេចបរិជ្ជគុណសម្ដេចឯកឧត្តមលោកជំទាវលោកលោកស្រីបានដឹងហើយថាសភាពការព្រំដែនគឺមានកម្ដៅរបស់វាឡើងចុះខ្ញុំបង្ហាញការមិនយល់ហើយក៏បង្ហាញនៅការគេហៅថាភាពគេថាភាពឬថាក្រោតក្រៀតបន្តិចទៅចុះអំពីគេបាញ់ប្រជាជនយើងស្លាប់គេមិនថ្កោលទោសអ្នកដែលបាញ់ប្រជាជនស្លាប់ទេតែគេមកថ្កោលទោសរដ្ឋាភិបាលគេដាក់សំណួរមករដ្ឋាភិបាលសូម្បីតែសុំ5ទៅបណ្ឌិតសេងសេរីឃើញបង្ហោះសារមួយថាលោកពុកធ្លាប់តែនិយាយលោកពុកនិយាយរឿងនេះនិយាយរឿងនោះឥឡូវមិនលោកពុកស្ងាត់លោកបណ្ឌិតហើយឈ្មោះថាបណ្ឌិតអីក៏ល្ងងម្លេះតើទីតាំងឈរជើងរបស់ហ៊ុនសែននៅកន្លែងណានៅពេលនេះមិនមែនជាទីតាំងដែលហ៊ុនសែនឈរដូចពីមុនទេបើទុកឲ្យហ៊ុនសែននិយាយដូចកាលពីពេលនៅធ្វើនាយករដ្ឋមន្ត្រីអញ្ចោះយើងតែងតាំងយើងរៀបចំជ្រើសតាំងបោះឆ្នោតឲ្យមាននាយករដ្ឋមន្ត្រីធ្វើអីបើឲ្យរដ្ឋមន្ត្រីការពារជាតិឲ្យទាបាញ់និយាយអញ្ចោះទាសីហាធ្វើអីបើឲ្យសខេងនិយាយតើសសុខាធ្វើអីឥឡូវយើងនិយាយគេចេះវិញបើថាល្ងង
tới dây ba tay là ngốc tới còn chăm bách ở trong hơi còn thơ tu sanh vị tu trong hơi ai là ngốc tu à nó là ngốc tu việc bất chỉ là ngốc men vì ở đăng ta cả lấy ti tăng cho chương về nơi cả lấy na hôn sản scholar na tu này ti ở tầng đi hai mấy miền để hôn sản thì nè chồng non chồng môi kia nữa để tranh tầm nào tăng từ năm mà bọn bố nói chất trăm của bố thì bố kia rất là scholar tu này ti chứ bạn na cả lấy na tới đi dưới cả lấy na mình tới đi dưới dưới bạn đọc luôn tranh pi rồi ra bà hơi chẳng thế ta ở xem từ này dây chua để vô ra trái rồi giờ mày chẳng bao dương từ này dây chua để vô ra trái ta dương chăm bách riệp chom để vô ra trái thử ấy không có thầm nói ban chạy quá chỉ bị sẽ chấp riệp chom nâng ca bậc bậc tử nay cả nạ rằm trái ban chạy quá để vô ra trái đặc nóm là dầu bàiแต่không bật nâng ca bật đôi khi cái miền tua này ti là bọc cái trầm trừ chẳng ban chưa này vô làm đây hôn mà nãy tẹt tông cho môi nâng bật thiên này từ đây Donald Trump hai tu rồi sắp chỉ tới cá cư tay vì Washington vì xây từ miền hai móc thì cộng đồng bình tê của dương mà ai hai từ nó tê vì nó hai từ lòng mà bình vì Israel nó trong tầm nạn đó nay p bị lia bọc và thiên địa tập đây Trump cho môi nâng này vô rần đầy anh và Ibrahim có tới tầm nạn tầm lo kia kế mình men tẹt tông và đứa viên và thiên địa tập đây Trump cho môi nâng và thiênประtập bia hôn senนะหรือก็ในยุโรปในมาเลเซียจะมวยฮุนไซน์นะอำนาจวิบัยใจจังให้แต่ไว้บานคล้วนเธอชื่อหลงงหรือก็คล้วนเตาเปล่าวิธีนั่งดามใบนั่งบังคับปะเต้าบังคับจังเด้ก็ซ้อมจูนไปเจ้าตลอดตะวิ่งให้วิธีในปัญหาได้แตะติ้นจะมวยนั่งยุทธศาสตร์บริรัฐบาลខ្ញុំគិតថាគេធ្វើត្រូវដែលខ្ញុំបង្ហោះសារមួយថាការប្រមូលនេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រស្ងៀមតែមិនស្ងាត់តែមិនស្ងៀមបានតែគេថាគេមិនមែនដេកមើលទេគ្រាន់តែគេមិននិយាយវាមិនមែនជារឿងដែលត្រូវតក់កុហលឧទាហរណ៍ខ្លះគេប្រមាថវាយយើង3ថ្ងៃទេខ្លះគេប្រមាថវាយយើងយក4ខែដើម្បីដោះដូរជាមួយនឹងប្រាសាទនេះប្រាសាទនោះប៉ុន្តែយើងនឹកក្នុងចិត្តថាបើឯងក្បាលប៉ាតដែរចាឯងមកក្នុងចិត្តយើងនិយាយក្នុងចិត្តតែយើងមិនបាននិយាយចំហទេនៅទីនេះសិតតែជើងអ្នកទាហាននេះហើយមិនមែនទាហានតែមកការពារខ្លួននេះពីដើមទាហានដើរឲ្យគេបាញ់ព្រោះទាហានត្រូវវាយលុកចូលប្រទេសចូលប្រទេសអញ្ចឹងមិនមែនទាហានសម្រាប់ក្រាបបាញ់ទេទាហានសម្រុកទៅមុខអញ្ចឹងពាក្យប្រមាថមួយចំនួនទុកឲ្យអ្នកឯងប្រមាថទៅយើងមិនអួតអាងអីទាំងអស់ក៏ប៉ុន្តែយើងមានសិទ្ធិការពារខ្លួនរបស់យើងការពារសិទ្ធិរបស់យើងប៉ុន្តែកន្លងទៅឧទាហរណ៍បញ្ហាព្រៃច័ន្ទភូមិព្រៃច័ន្ទឬថានៅខេត្តបន្ទាយមានជ័យគេចង់ឲ្យយើងផ្ទុះអាវុធភ្លាមឥឡូវបើផ្ទុះអាវុធភ្លាម
តើលទ្ធផលវាចេញមករបៀបម៉េចសូមជួយឆ្លើយផងមើលគេកំពុងតែញុះឲ្យយើងដើម្បីផ្ទុះអាវុធផុតពីរឿងមួយដល់រឿងមួយសូម្បីតែជាពីមកៅស៊ូក៏គេបាញ់ណាពេលយប់ណាបាញ់ស្ទើររាល់យប់ប៉ុន្តែខាងរាជរដ្ឋាភិបាលខាងកងទ័ពគេណែនាំមិនឲ្យឆ្លើយតបទេអាវុធបាញ់ស្ទើររាល់យប់ស្ទើររាល់ថ្ងៃប៉ុន្តែយើងមិនតបតព្រោះវាបានដើរដល់ដំណាក់កាលនៃបទឈប់បាញ់ដែលត្រូវគោរពនឹងទី1ទី2វាបានដើរដល់សេចក្តីថ្លែងការណ៍នៃសន្តិភាពរវាងកម្ពុជាថៃដែលមានទាំងម៉ាឡេស៊ីមានទាំងសហរដ្ឋអាមេរិកហើយក៏មានទាំងចិនបានដឹងឮផងដែរទាំងអស់នេះនិងមិត្តភ័ក្តិនៅលើពិភពលោកបានដឹងដែរគេកំពុងតែសង្កេតមើលបើយើងឆ្លងឆ្លើយហួសហេតុគឺវាទៅជាគេហៅថាចំនួនពាក្យសម្ដីអញ្ចឹងទេស្ងាត់តែមិនស្ងៀមកលេចមើលកងទ័ពមើលយើងមានការផ្លិតភ្លាំងខ្ញុំទទួលស្គាល់ដោយយើងមិនបានបំពាក់អាវក្រោះអាវការពារអាវសុវត្ថិភាពឲ្យបងប្អូនប៉ុន្តែឥឡូវនេះវាលើសពីការគ្រប់គ្រាន់ទៅហើយតើនឹងគេធ្វើអីអានឹងក៏ជាវិស័យការពារជាតិដែលគេធ្វើដោយស្ងាត់ស្ងៀមបន្តិចទៀតខ្ញុំនឹងមានម៉ាស់មួយ DSS សម្រាប់ផលិតបំពាក់ឲ្យកងទ័ពឲ្យនាំចេញទៀតព្រោះកាលដែលខ្ញុំទៅទល់ដែនកងទ័ពគេថាសូមធ្វើអគ្គបញ្ជាការអគ្គភស្តុភារជាន់ខ្ពស់ថាអូខេធ្វើអញ្ចឹងបើអគ្គបញ្ជាការជាន់ខ្ពស់ត្រូវធ្វើភស្តុភារខ្ញុំមិនលើកលែងតែមានតម្រូវការនៃការសុំយោបល់របស់នាយករដ្ឋមន្ត្រីនិងអ្នកដទៃទៀតខ្ញុំនឹងប្រល់ឥឡូវក្នុងក្រុមនៅក្នុងក្រុមចុចភ្លាមគឺមានអ្នកដែលត្រូវចូលរួមប្រជុំយ៉ាងម៉េចដោះស្រាយយ៉ាងម៉េចសូម្បីតែនៅព្រៃច័ន្ទពេលដែលកើតរឿងភ្លាមនាយករដ្ឋមន្ត្រីបានទូរស័ព្ទមកសួរថាតើពុករឿងហ្នឹងគួរដោះស្រាយយ៉ាងម៉េចចុះកូនឯងដោះស្រាយយ៉ាងម៉េចថាឥឡូវអត់មានផ្ទុះយើងទៅនៅត្រង់ប៉ុណ្ណឹងថាត្រូវប្រសិនហើយអ្នកដតីគេថាយើងនឹងគេបាញ់សម្លាប់ប្រជាជនហើយនៅស្ងៀមទៀតប៉ុន្តែឥឡូវខ្ញុំសុំសួរត្រឡប់ទៅវិញថាបើសិនជាយើងផ្ទុះអាវុធតើមនុស្សស្លាប់ត្រឹមម្នាក់និងរបួស3នាក់ហ្នឹងទេវាទៅលើសពីនោះថៃក៏ត្រូវស្លាប់អាចច្រើនហើយយើងក៏ស្លាប់ដល់ស៊ីសម្ផុតនោះនិយាយគ្នាច្បាស់កន្លែងនោះយើងមិនមែនខ្លាចវាយទេក៏ប៉ុន្តែវាយទៅវាបានផលមកវិញស្អីបំផ្លាញកិច្ចព្រមព្រៀងច្បាបាញ់បំផ្លាញសេចក្តីថ្លែងការណ៍សន្តិភាពតើវាគួរទេអ្នកដតីអ្នកឯងនិយាយបាននៅខាងក្រៅទេប៉ុន្តែសំសួរថាពួកអ្នកឯងបានថ្កោលទោសអ្នកដែលបានបាញ់ប្រជាជនកម្ពុជាស្លាប់និងរអួសហើយនៅអញ្ចឹងទៅត្រូវបញ្ជាក់អំពីចំណុចនេះឲ្យបានច្បាស់តួនាទីវាមានខុសគ្នាយើងទាំងអស់គ្នានេះទាំងប្រសង់ទាំងកុហករាប់ទាំងខ្ញុំកណាខ្ញុំធ្វើជាផុសភារកងតបមើល
ជួយទៅខ្ញុំឃើញចិត្តបើមើលតាមTikTok អីមានទាំងបរោះមានទាំងស្ត្រីដេអាវអាដៃណែអាវក្រោះថាយកទៅបាញ់សាកបានយកទៅឲ្យកងតបបើឥឡូវគឺថាអាហ្នឹងហើយស្ងាត់តែមិនស្ងៀមយើងត្រូវពង្រឹងរកវិធីដើម្បីធ្វើម៉េចការពារសុវត្ថិភាពយើងមិនយកអាវហ្នឹងទៅជល់ឲ្យគេបាញ់ទេប៉ុន្តែជាសុវត្ថិភាពរបស់កងទ័ពរកវិធីផ្គត់ផ្គង់កងទ័ពឲ្យបានល្អប៉ុន្តែអ្នកដទៃរុញខ្លាំងណាស់ដើម្បីឲ្យយើងផ្ទុះអាវុធណាថាអត់ដល់ណាទៀតពីមុនគេយកពាក្យអរគុណសន្តិភាពធ្វើជាការលេងសើចប៉ុន្តែឥឡូវក្រោយពេលផ្ទុះអាវុធបានទទួលស្គាល់ហើយពាក្យអរគុណសន្តិភាពមិនសាមញ្ញទេកុំចាំបាត់សន្តិភាពបានស្រែករកសន្តិភាពអញ្ចឹងត្រូវការពារសន្តិភាពទៅនេះវាស្ថិតក្នុងចំណែកទូចមួយនៃដែនដីនិងពេលវេលាក៏ប៉ុន្តែវាក៏មានឥទ្ធិពលចំពោះប្រទេសទាំងមូលដែរអញ្ចឹងបើយើងពិនិត្យមើលអំពីដែនដីនៃចំនួនវាតូចណាស់បើប្រៀបធៀបជាមួយដែនដីដែលមានសន្តិភាពពេលវេលាវាតិចណាស់ប្រៀបធៀបជាមួយនឹង24ម៉ោងលើ24ម៉ោងភាពរអាក់រអួលនៅកន្លែងតូចតាចមួយចំនួនគ្រាន់តែប៉ុណ្ណឹងវាបង្កើតបាននៅបញ្ហាសម្រាប់កង្វល់នៃអ្នកខាងក្រោយទៅហើយចូលតម្រុំដល់បាត់សន្តិភាពទូទៅប្រទេសទៀតវាយ៉ាងម៉េចអញ្ចឹងទេពាក្យអរគុណសន្តិភាពដែលមុននេះគេឌឺដាក់យើងឥឡូវភ្លឺភ្នែកកាយហើយនឹងមិនមែនជាចៃដន្យទេដែលយើងដាក់ចេញនៅចំណុចនេះឥឡូវគេឌឺនៅពាក្យដែលថាស្ងាត់តែមិនស្ងៀមទៀតគេឌឺទៀតប៉ុន្តែពួកអាឌឺនេះវាមិននៅក្នុងស្រុកណាវានៅក្រៅស្រុកវានៅក្នុងស្រុកពួកអាឌឺសូមអ្នកគិតឲ្យបានច្បាស់នៅអ្វីទៅដែលហៅថាយើងគោលដៅរបស់យើងគឺសន្តិភាពវិលត្រឡប់ទំនាក់ទំនងចិត្តខាងល្អត្រូវបានកសាងជួសជុលកសាងហើយយើងឥឡូវយន្តការជាច្រើនកំពុងតែដំណើរការឧទាហរណ៍គណៈកម្មការព្រំដែន CBC ឥឡូវនេះគេកំពុងដើរវាស់វែងទៀតគេប្រជុំគ្នាហើយគេដើរវាស់វែងម្សិលមិញវាស់វែងពីបកគោលប្រមាណ52ដល់59ដើរវាស់វែងដើរវាស់វែងដើរវាស់បកគោលទៅបោះបានប្រមាណពោះអញ្ចេះអនុសារណៈយោគយល់គ្នាឆ្នាំ2000ពេលនោះយើងបានធ្វើត្រឹមតែដើររកបកគោលចាស់ទេមិនតាន់បានកំណត់ខ្សែព្រំដែននៅកន្លែងណាទេឥឡូវនេះដល់ដំណាក់កាលដែល JBC គេឈានទៅដល់កំណត់នៃការកន្លែងណាបកគោលព្រំដែនដែលបានប្រកាសទទួលស្គាល់ទាំងសងខាងហើយពីបកគោលមួយទៅបកគោលគេនឹងដើរបោះបកគោលទៅតាមហ្នឹងចឹងទុកភារកិច្ចនេះឲ្យគេធ្វើទៅមិនមែនតែឯងអ្នកមកស្រែកទេហើយក៏មិនមែនមកតម្រូវឲ្យប្រធានព្រឹទ្ធសភានិយាយដែរ
นายกรัฐมนตรีก็มันតម្រូវឲ្យនិយាយដែរណាទេគេមានសិទ្ធិនឹងនិយាយខ្ញុំក៏មានសិទ្ធិនិយាយដែរក៏ប៉ុន្តែបើខ្ញុំនិយាយទៅវាមិនមែនជារឿងល្អទេប៉ុន្តែខ្ញុំមានសិទ្ធិនឹងពន្យល់ប្រជាពលរដ្ឋអំពីគោលជំហររបស់រាជរដ្ឋាភិបាលប៉ុន្តែមានពេលខ្លះខ្ញុំនិយាយក្នុងនាមខ្លួនខ្ញុំផ្ទាល់ឧទាហរណ៍បើជាបដិជគុណតាមដានរឿងមិនអត់ទេប្រជាពលរដ្ឋរបស់យើងរឿងនិយាយច្រើនពេកឲ្យរឿងបើកច្រកនេះមុននោះនិយាយម្ដងហើយអាហ្នឹងតាំងពីជំនាន់រដ្ឋាភិបាលមុនលោកអីថងថាំនាយករដ្ឋមន្ត្រីស្រីទីនោះនិយាយពីរឿងបើកច្រកហើយនៅខាងក្នុងយើងនេះដូចអត់ឃើញមានអ្នកនាំពាក្យឬក៏អ្នកណាអីស្រែកតបផ្សោះអញ្ចឹងខ្ញុំកុំនិយាយព្រោះអាហ្នឹងការងាររបស់យើងនេះទាញ Facebook មកដាក់រំងសុំបិទ100ឆ្នាំទៀតប្រាប់ថាតាំងពីថៃបិទទល់ដែនមកខ្មែរមិនដែលកម្ពុជាមិនដែលទៅសុំបើកទេហើយបើសិនជាថៃបិទ100ឆ្នាំទៀតក៏ខ្មែរមិនងាប់ដែរដល់ចុងក្រោយនេះនាយករដ្ឋមន្ត្រីថៃនិយាយមិនតិចពីជាង2ដងណាមិនបើកច្រកអ្នកនាំពាក្យកងទ័ពចេញមកនិយាយច្រើនដងរហូតដល់ថ្ងៃដែលខ្ញុំប្រតិកម្មរដ្ឋមន្ត្រីការពារជាតិបាននិយាយថាក្នុងមួយជីវិតនេះមិនចរចាដាច់ខាតលើរឿងបើកព្រំដែនបានខ្ញុំទាញមកដាក់ Facebook ថាសូមឲ្យថៃបិទ100ឆ្នាំឬ500ឆ្នាំទៀតហើយខ្ញុំសូមបញ្ជាក់ខ្ញុំប្រឆាំងដាច់ខាតចំពោះសំណើណាក៏ដោយរបស់ភាគីកម្ពុជាបើកព្រំដែនថៃកម្ពុជាថៃព្រោះគេនៅបើកគេនៅបិទយើងកុំទៅសុំបើកកុំធ្វើថោកព្រោះរឿងហ្នឹងយើងបានដឹងទាំងអស់គ្នាហើយយើងមិនមែនអ្នកបិទទេគេអ្នកបិទកូនសោនៅលើគេហេតុអីបានយើងទៅវសុំគេសុំជូនសារទៅថ្នាក់ដឹកនាំថៃមិនថាស៊ីវិលមិនថាកងទ័ពកម្ពុជាមិនធ្វើថោកទៅសុំឲ្យថៃបើកច្រកព្រំដែនទេអត់ទេកម្ពុជាត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ហើយត្រូវរកទីផ្សារផ្សេងផ្គត់ផ្គង់ជំនួសឲ្យទំនិញថៃទៅវិធីនោះទៅណាប៉ុន្តែខ្ញុំសូមនិយាយរឿងមួយកុំទៅជលហួរហូតដល់អ្នកវិនិយោគថៃផលិតទំនិញនៅកម្ពុជាមិនព្រមទិញដែរទេអាហ្នឹងជាការខុសក្បួនគេផលិតនៅកម្ពុជាចាត់ទុកជាទំនិញរបស់កម្ពុជាដូចជា CP នេះវាផលិតវាចិញ្ចឹមមន់វាចិញ្ចឹមអាហ្នឹងពងមន់ទិញវាផលស៊ីមកវាមានស្អីអាហ្នឹងរបស់យើងតើមកក៏ទៅជ្រុលហើយមកសិលមិញខ្ញុំនិយាយឲ្យអស់ទៅចាកូនស្រីខ្ញុំមិនធ្វើអគ្គនាយកទូអាយ៉នហើយគ្នាក៏ក្រាបការវាមិនបានដែរបើតាមើលទៅសួរពុកឥឡូវហ្នឹងអាបូកូតាគេសុំវាយបុកឡើងវិញហើយចុះបូកូតារបស់ជប៉ុនដែរបាទចារបស់ជប៉ុនហើយចុះមិនបានមិនវាយថាកែលក់នៅនេះគឺជនជាតិថៃថាឈួតវាទៅជាអញ្ចឹងអស់ទៅ
អ្នកដែលថៃចឹងបានជានៅក្នុងការនិយាយរបស់ខ្ញុំតែងតែដាស់តឿនអ្វីដែលមាននៅក្នុងប្រទេសថៃដែលគេថៃវិនិយោគនៅទីនេះត្រូវការពារគេត្រូវថែទាំគេចាត់ទុកអានឹងជាការរបស់យើងកុំទៅហួសពីនឹងកុំទៅហួសពីនឹងតំណែងដែលគេផលិតក្នុងស្រុកយើងគឺជាតំណែងគឺហើយអា PTT រាល់ថ្ងៃមិនមែនយកប្រេងពីថៃមកលក់ទេអា PTT យកប្រេងពីសិង្ហបុរីពីម៉ាឡេយកមកលក់ហើយអត់ទៅចាក់សាំងទៀតអានឹងក៏ហើយទៅចឹងវាទៅជ្រុលអានឹងវាទៅជ្រុលអានឹងទីចុងបំផុតសម្រាប់សេដ្ឋកិច្ចខ្លួនឯងទៅកុំឆ្លាតរហូតដល់សម្រាប់ខ្លួនឯងនេះជាវិធីដែលសម្រាប់ខ្លួនឯងនេះជាវិធីដែលសម្រាប់ខ្លួនឯងហើយក៏កុំទៅជ្រុលដូចជា K01 ដែលខ្ញុំបង្ហោះវាទៅធ្វើយុទ្ធនាការដើរសុំតំណែងតាមហាងយកទៅដុតរត់ដល់ផ្ទុះអាកំប៉ុងទឹកដោះគោយកទៅដុតព្រោះវាផ្ទុះអាហ្នឹងវាទៅជ្រុលនិយមហើយទៅជ្រុលនិយមអារបស់ហ្នឹងយើងយកលុយទៅទិញគេយកមកយកលុយទៅទិញគេដើម្បីយកមកហើយអញ្ចឹងតើឲ្យគ្នាធ្វើម៉េចបញ្ហាសំណូមពរធ្វើតែប៉ុណ្ណេះទេសុំលក់អានឹងឲ្យអស់ទៅតែកុំឲ្យយកមកទៀតណាតែប៉ុណ្្នឹងឯងលក់ឲ្យអស់ប៉ុន្តែក្រៃឡូអាមិនអស់នេះវានៅតែមិនអស់រហូតប្រយ័ត្នណាខ្ញុំសូមជម្រាបហ៊ុនសែននៅមានតួនាទីយ៉ាងធំក្នុងឋានៈជាប្រធានបកកណ្ដាលទោះបីនាយករដ្ឋមន្ត្រីមិនធ្វើប៉ុន្តែក៏ត្រូវដាស់តឿននាយករដ្ឋមន្ត្រីដែរទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃទាំងសងខាងសុទ្ធតែកំពុងលេងល្បែងចាញ់ដូចគ្នាប៉ុន្តែយើងលោតទៀបធ្លាក់មកវិញឈឺក៏មិនទៅខ្លាំងដែរតែគេលោតខ្ពស់ជាងធ្លាក់មកវិញគឺឈឺខ្លាំងនៅត្រង់ណាបើយើងក្រៅតួលេខក្រៅផ្លូវការទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាង 10,000 លានប៉ុន្តែទំហំពាណិជ្ជកម្មដែលមាននៅក្នុងកត់ត្រាដោយជើងលេខកូដឆ្នាំ2024ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជាង 6,000 លានដោយក្នុងនោះកម្ពុជានាំចេញទៅថៃ 1,100 លានហើយថៃនាំមកកម្ពុជា 5,400 លានដោយតែថៃមានអតិរេកពាណិជ្ជកម្មជាង 4,000 លានអញ្ចឹងអ្នកណាខាតអ្នកណាចំណេញសភាពាណិជ្ជកម្មថៃតែងតែប្រកាសថានៅពេលដែលមានបញ្ហាយើងបាត់បង់ជាមួយនឹងការនាំចេញជាមួយនឹងកម្ពុជាក៏មិនមែនចង់បានអាហ្នឹងទេប៉ុន្តែយើងបង្ខំចិត្តដូចជាអ៊ីនធឺណិតអគ្គិសនីហើយប្រេងឥន្ធនៈ
ngày na có ngày cầm rượp bật ngày na có ngày cầm rượp đắp đạch cả bật dương miên sầm mắt phiếp cốt cung luôn ai có bật tay dương cổ rụp contra Rossi chẳng đó như chán phê đẹp riệp chóm đòn máu rạch cướp môi rồi đó là cái gì cái gì dương miên cái gì nơi ai khét có công 50 MW còn tay đời xa cổ rụp contra Rossi cho mỗi khi miền cả tình lương phí thay trốn máu Campuchia mà phây 40 MW phê được trong giấy hơi sắp tay khơi bò miền thá trát cả bông cột cương ơi khét có công mà phây 40 MW anh này một cùng phần đấy hỏi thà bà sân chia chăm miền bát và chia nâng cắt rạch trong cái nào kiếm có bàn xua tới mà nói thời xua tới kêu ra thế nào thắp lương dương miền có bàn tay dương cổ rút contra Rossi bàn dùng nóng phải áp tới nét vài con ánh hãy bắt lương ở bàn muốn mau phải ấm lương anh nâng mến bảo mình mến nơi tê tầm đánh mình mến chia bật thiên bạ đi anh ấy cứ ta tua này tí thì vô rằn trời phải áp thì vô rằn trời phải áp là bài con anh hãy bắt đạch lương nâng môn mau bàm lương hãy bê nâng về trong bê là đây này kêu ra thần nạ tôi có con nâng tự tiền phố miền bà ba ấy bà rét tới về nơi chân bà đạch cả bà thay cướp ôi nhà đây Campuchia lại kìa đi cho bát rồi ôi ngôi tranh mà tiết thà bất prênh thấm tập bấy khai Campuchia chọc trà nhài chẳng thế này vô rằn đấy cái lươn cái là ha tha cầm oi vào ba bếp bất hạnh prênh ai cho vào đầu từ chọc đó bất prênh cho rồi nó kia dương không sốc kia chụp vô phình bị thay ơi từ vô phình bị Việt Nam vô phình bị Singapore bị Malay mà lộ có hot tinh kia tiệt tới chỗ là mà chụp hiện tiệt tới chỗ là mà chụp hiện tiệt rước về chẳng hai rương này bị phúc lốc bạn đăng hơi bạn đăng lư hơi rất tem mà hàm nái tiên hô hàm nái Amerik mà hàm nái chân mà đa bật tê ở diễn hơi lơ lơ phúc lốc cái trơ ca hơi rương khang biệt kỳ thầy hay cho là đấy nè sẽ cây thành cả tháp chụp cục giang tốc ai thay thức luôn ấy tức hãy to tôi chụp vô mốc và thiên nhiên ở đây ở mấy nâng to tôi chụp môi nâng để vô ra đây mà lấy gì đây chưa bật thiên ở diễn đó Campuchia mình tới từ tôi cầm hao chụp luôn nè để tí rồi có rây pôn cầm hao chụp môi nè để tí thế xong school hôn mà nãy hỏi bàn cho bản tách và ơn nia mình mấy con cả đạo thì bà viên chỉ con nghĩa đây con tay một bia nâng về đây dưới về tới ảnh nhâm của ảnh nhâm bia mình ảnh nhâm mấy bom mai về một ảnh nhâm đấy đó về cắt tới về ảnh nhâm đó là nó dưới dân mấy còn một viên ở tại ảnh nhâm đó hôn sáng dưới tới một hiện cầm mờ
វិញចេះវិញចេះប៉ុន្តែអ្វីវាជាតួនាទីនយោបាយរដ្ឋមន្ត្រីហើយខ្ញុំនិយាយរួមសិតតែជាមេដឹកនាំជើងចាស់នៅទីនេះបានបកគលការងារនេះទៅឲ្យគណៈដឹកនាំដែលកំពុងស្ថិតនៅក្នុងជួររដ្ឋាភិបាលសប្តាហ៍ថ្ងៃនេះប៉ុន្តែពួកគេក៏មានក៏ជានិច្ចកាលសុំរាយការណ៍ជូនប្រធានគណៈបកអនុប្រធានគណៈបកនិងគណៈអចិន្ត្រៃយ៍អំពីគោលការណ៍នានាដែលត្រូវប្រកាន់យកប៉ុន្តែពេលអនុវត្តជាក់ស្ដែងគឺនាយករដ្ឋមន្ត្រីគេចេញធ្វើហើយហ្នឹងបញ្ហាដូចគ្នាកាលដែលខ្ញុំប្រកាសណាខ្ញុំចេញទៅចរចានៅឯជាមួយប្រកាសណានឹងចរចានៅបញ្ហានានាទាក់ទងនឹងការរៀបចំកិច្ចព្រមព្រៀងទីក្រុងប៉ារីសខ្ញុំប្រកាសណាខ្ញុំបាននិយាយជាមួយបងហេសវិនបងជាស៊ីមបងសៃបុថង3នាក់ខ្ញុំប្រកាសណាខ្ញុំបានប្រាប់បងទាំង3នាក់ថាប្រសិនបើឲ្យខ្ញុំទៅចរចាត្រូវឲ្យសិទ្ធិខ្ញុំចរចាអញ្ចឹងស្អីបន្តិចក៏មកសួរភ្នំពេញស្អីបន្តិចក៏សួរភ្នំពេញធ្វើម៉េចយើងចរចាកើតករណីដូចគ្នានេះខ្ញុំប្រកាសណាខ្ញុំអត់ជ្រែកជាមួយនឹងកិច្ចការរបស់នាយករដ្ឋមន្ត្រីទេលើកលែងតែនាយករដ្ឋមន្ត្រីទៅសួរយោបល់ថារឿងបែបនេះគួរទៅធ្វើយ៉ាងម៉េចប៉ុន្តែខ្ញុំខ្ញុំតែងតែមានទម្លាប់ដូចតែខ្ញុំប្រាប់និយាយមុនខ្ញុំតែងសួរទៅវិញតើចុះគំនិតរបស់កូនឯងនេះព្រោះពេលនិយាយទូរស័ព្ទអីជាមួយគ្នាមិនដែលហៅលោកនាយករដ្ឋមន្ត្រីទេសួរថាកូនឯងនិយាយចង់ដោះស្រាយថាម៉េចគឺថាចង់ដោះស្រាយចេះដោះអញ្ចឹងក៏ដោះអញ្ចឹងទៅព្រោះវាសមហេតុសមផលហើយយើងគ្រប់គ្រងទៅពួកគេក៏ចង់ឲ្យប្រធានគណៈបកឬក៏ថាឪរបស់គេដែលកំពុងមានតួនាទីនៅក្នុងនោះដែរនោះបានដឹងឮដែរអាហ្នឹងគឺជារឿងដែលខ្ញុំចង់និយាយហើយជូនសារទៅអ្នកដទៃទៀតតើចង់ឲ្យមានសង្គ្រាមទៀតឬក៏ចង់មានសន្តិភាពខ្លះគេថាកាត់ដីដោះដូរជាមួយសន្តិភាពនាយករដ្ឋមន្ត្រីបានចេញបន្លឺហើយគ្មានកិច្ចព្រមព្រៀងណាមួយដែលត្រូវបាត់និយាយពីរឿងបាត់បង់ដីធ្លីទេអត់តាន់មានទេបទឈប់បាញ់ស្អីទៅជាកលឹះនៃបទឈប់បាញ់មិនចល័តតបមិនប្រថែតបងតបអញ្ចឹង3ចំណុចដល់អាដែងណែសក្តិប្រកាសអំពីសន្តិភាពនេះកាត់បន្ថយអាវុធធុនធ្ងន់ដោះមីតបក្រាបអនឡាញស្អីមួយទៀតទៅជា4ចំណុចហើយដោះមីតនេះវាត្រូវដោះរួមគ្នាមិនអាចដើរដោះម្នាក់ឯងដោះដល់ឲ្យរាយបលាលួសយត់ទេអត់ទេណាប្រធាននាយកបដីត្រាំជាមួយនឹងម៉ាណែតបាននិយាយគ្នាពីរឿងហ្នឹងតាហើយខាងនោះចង់ដើរតាមតែដោះតាមចិត្តអត់ទេត្រូវមានថាដោះកន្លែងណាត្រូវដោះរួមគ្នាបើមិនអញ្ចឹងដើរទៅតណាត់តណែងមិនដឹងថាតណាមានតណាមិនមានណាទៅកំណត់រួមគ្នាអញ្ចឹងតួនាទីនេះសូមកុំផន់ច្រឡំថាយើងកាត់ដីដូរជាមួយសន្តិភាពអត់ទេ
bà mình chân bạch chăm cho băng đi khang nó cầm riêng vay vô ta cả bayประมาณทั้งไงหรือโซแต่cầm riêng triêm vay ta cả bay bà đã bay chia viên sừng kiếm chẳng dương ơi ta cả bay ta kia là bọc đầu cái trong banประสาท ព្រះវិហារអញ្ចឹងយើងឲ្យប្រាសាទព្រះវិហារទៅគេទៅដើម្បីដោះដូរវិសន្តិភាពចាំបាច់ទៅវាយទៅអីមកថាវាលប់ឲ្យវាលប់ទៅវាទៅតែវានាំគេលប់ហើយខ្ញុំសូមប្រមានអ្នកដែលលេង Facebook កុំរពឹសដៃចូលខមមិនឲ្យសោះខ្ញុំមិនឲ្យរួចខ្លួននេះខ្ញុំប្រាប់ឲ្យហើយត្រង់នាយករដ្ឋមន្ត្រីថាម៉េចថាទៅអាហ្នឹងរឿងសន្តិសុខជាតិអាហ្នឹងខ្ញុំទៅធ្វើហើយសុំកុំមកសុំទោសអីណាអត់ទេនិយាយគ្នាឲ្យច្បាស់ហ្មងសុំកុំល្មើសដៃនិយាយ5ផ្ញើទៅហ្មងមិនថាប្រសងមិនថាកុហកទេកុំល្មើសដៃចូលទៅខមមិនហើយតិចថាតលទៅភេករបស់ហ៊ុនសែនបានគាត់ស្រាវជ្រាវអត់ទេភេកណាក៏ដោយដែលបង្ហោះហើយឯងចូលទៅខមមិននៅក្រៅស្រុករួចខ្លួននៅក្នុងស្រុកអត់រួចខ្លួនទេប្រាប់ឲ្យហើយទៅប្រាប់ឲ្យហើយនេះមិនមែនជាអំពើប្រជាការទេព្រោះអ្នកឯងចូលមកជេរអ្នកឯងចូលមកប្របាក់ចិត្តទឹកចិត្តកងទ័ពអញ្ចឹងអំពើញុះញង់អំពើខ្លះជាអំពើក្បត់ជាតិតែម្ដងអំពើក្បត់ជាតិតែម្ដងប៉ុន្តែមកដល់ម៉ោងនេះយើងអត់តាន់មានដកសញ្ជាតិណាមួយទេក្នុងពេលដែលថៃបានដកសញ្ជាតិ2នាក់រួចទៅហើយគឺលីចុងផាត់ហើយកុកអានអញ្ចឹងតើនៅលើពិភពលោកមានប្រទេសច្រើនណាស់ស្ទើរតែ80% នៃប្រទេសដែលមានច្បាប់ដកសញ្ជាតិដល់ម៉ោងនេះយើងអត់តាន់មានដកសញ្ជាតិណាមួយទេតែវានឹងឈានដល់ប្រសិនបើគេប្រព្រឹត្តដល់កម្រិតនោះដល់កម្រិតនោះអានឹងគឺថានិយាយយ៉ាងដូចនេះថ្ងៃនេះបាត់ធរបាត់អាអស់ប៉ុន្តែបដិជគុណកណាខ្ញុំធ្លាប់និយាយលេងធ្លាប់នេះហើយពីដើមកណាខ្ញុំអាសានិយាយបើមានសង្គ្រាមក្របអត់ស្គាល់ប្រសងសោះមិនស្គាល់ទេកាលដែលខ្ញុំកណាខ្ញុំនៅឆ្នាំ1973ខ្ញុំកណាខ្ញុំនៅអាយុ21ឆ្នាំទេពេលហ្នឹងនៅខាងពីមចលះខ្ញុំកណាខ្ញុំជាមួយនឹងលោកទៅបោះតបក្បែរវត្តលោកហើយត្រង់សេនោះមានទៅក្នុងវត្តលោកទៅទៀតដល់ទៅពេលអីយន្តហោះមកបាញ់យើងនាំគ្នារត់ទៅរកត្រង់សេនៅវត្តលោកហ៎ព្រោះផ្ទះនៅក្បែរវត្តលោកនោះស្រាប់ហូចមានបងស្រីម្នាក់លោកអើយជួយផងលោកមានតែជួយមិនបានទេអាត្មាក៏ទៅដែរប្រចដល់ទៅចូលទៅលោកស្បង់មិនចង្កេងចងាងលោកអត់បានស្បង់ហ្នឹងនៅទៅនឹងមាត់ត្រង់សេហ្នឹងណាអូយយន្តហោះនោះអាយន្តហោះហ្នឹងកាលហ្នឹងជំនាន់អាខ្លែងស្រាក់គេអាខ្លែងស្រាក់វាចេះតែកលឹងហើយយើងទៅសង្ស័យលោកនឹងទៅទៀតថាលោកនឹងកែដាក់សញ្ញា
ព្រោះស្បង់នៅមាត់ត្រង់សេហ្នឹងវាមិនទៅជាឡើងពណ៌ហ្នឹងស្មានតែដាក់ជាសញ្ញាឲ្យណែយន្តហោះវាយទៅកន្លែងហ្នឹងកងតបទៀតមានអីលោកប្រសង់មានលីអូឯណាបាទដឹកគុណណាពេលដែលភ័យមែនតើហ្នឹងប្រុចចូលទៅក្នុងត្រង់សេហ្នឹងប្រហែលអង្គនោះប៉ុន្តែមានមួយអង្គជាប់នៅក្រៅនេះស្បង់នៅក្រៅនេះណាអញ្ចឹងទេអត់មានលីអូទៅតែខ្លួនចឹងបានថាសន្តិភាពមិនមែនសម្រាប់អ្នកណាម្នាក់គឺសម្រាប់ទាំងអស់គ្នាហើយក៏មិនមែនសម្រាប់តែអ្នកដែលគេឈ្លានពានយើងដែរអ្នកឈ្លានពានយើងក៏គេកាន់តែគ្រោះថ្នាក់កុំភ្លេចអសោះខ្ញុំកណាខ្ញុំក៏ជាតបម្នាក់ហើយជាតបដែលធ្លាប់ប្រយុទ្ធយើងវាយគេទៅវាយគេណាហើយណាស់ត្រូវប្រើ3ទៅវាយ1យើងសម្រាប់ទប់ទល់យើងត្រូវការ1វាយជាមួយ3បើណែឯងមិនមែនក្បាលប៉ានដៃទេកុំគេហៅថាកុំមាត់ឆៅពេកណាកុំមាត់ឆៅពេកគេក៏មានកំភ្លើងយើងក៏មានកំភ្លើងហើយយើងអត់មានត្រូវការទៅខ្លះមកឃោសនាអំពីបញ្ហាថាខ្មោចស្អុយតបខ្មែរអត់មានខ្មោចស្អុយទៅលើដីគេទេព្រោះយើងអត់បានចូលដីនរណាទេសង្ឃឹមថាប្រជាជនថៃស្វែងរកកូនចៅរបស់ខ្លួនដែលបាត់បង់ខ្មោចដែលវាស្អុយនៅតាមទល់ដែរនោះតើវាជាខ្មោចរបស់នរណាបើខ្មែរអត់មានបាត់តបទេហើយខ្មែរក៏អត់មានចូលទៅក្នុងដីគេដែរបើថាខ្មោចនៅលើដីណែឯងគឺមានតែណែឯងឃើញបញ្ជូនសារសូម្បីតែ Facebook របស់ខ្ញុំគឺចូលមកខ្ញុំកណ្ដាលខ្ញុំគឺថាបង្ហោះម្ដងគឺកាលនោះចូលមកមើលច្រើនសិតថាខ្មោចយកមិនអស់ខាងនេះអត់មានចូលទៅក្នុងដីរបស់ណែឯងទេអញ្ចឹងទេខាងថៃទេដែលសុំជូនសារទៅរកកូនរកចៅហើយមានបាត់កូនបាត់ចៅឬអត់ខាងនេះគេរកគេយកមកធ្វើបុណ្យធ្វើទានអស់ហើយអ្វីដែលខ្ញុំកណាខ្ញុំសូមចំបញ្ជាក់សូមឈប់និយាយពាក្យអត់បើកព្រំដែនអត់មានអាណាទៅសុំនេះសុំ5ហើយរឿងកាត់ប្រាច់រៀងរាល់ការប្រជុំមិនថាប្រជុំអន្តរជាតិខ្នាតណាទេអនុតំបន់មេគង្គឬអិចមេចឬ GMS ណែគណៈកម្មការមេគង្គ CLMV អាស៊ានអាស៊ីបូព៌ាឬក៏ទូទាំងពិភពលោកតែងនិយាយពីការតភ្ជាប់ប៉ុន្តែឥឡូវការតភ្ជាប់វាបាត់បង់ហើយការដែលថៃបិទព្រំដែនកម្ពុជាជាមួយកម្ពុជាវាមិនមែនគ្រាន់តែជាការកាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជាថៃទេតែវាជាការកាត់ផ្តាច់ការតភ្ជាប់ក្នុងក្របខ័ណ្ឌអាស៊ានអាស៊ីបូព៌ានិងអាស៊ីផ្លូវដែកសិង្ហបុរីគុនមីងតើឆ្លងកាត់ណាឆ្លងកាត់សិង្ហបុរីម៉ាឡេថៃកម្ពុជាវៀតណាមបានតិចចិត្ត Highway អាស៊ានគឺវាត្រូវឆ្លងកាត់ពីវៀតណាមមកកម្ពុជាទៅថៃ Highway អាស៊ី
ដែលតបជាប់រហូតដល់ទួរគីនៅម្ដុំអ៊ីស្តាំប៊ុលក៏វាត្រូវឆ្លងកាត់ប្រទេសទាំងនឹងដែរអញ្ចឹងទេនេះមិនមែនជាសកម្មភាពរបស់កម្ពុជាទេមិនមែនជាសកម្មភាពរបស់កម្ពុជាទេហើយខ្ញុំសង្ឃឹមថាការវិលត្រឡប់ដើម្បីរកសន្តិភាពវាជាដំណើរឆ្ពោះទៅរកនៃសកម្មភាពឈ្នះឈ្នះដែលប៉ុន្មានខែកន្លងទៅនេះយើងស្ថិតក្នុងស្ថានភាពចាញ់កម្ពុជាក៏ចាញ់ថៃក៏ចាញ់ព្រោះប្រជាជនត្រូវជួបការលំបាករត់លូនបន្ថែមទៅដោយបាត់បង់ការធ្វើពាណិជ្ជកម្មខាងនេះក្រមជ្រុលនិយមគេតែងនិយាយប៉ុន្តែណែឯងទៅភ្លេចអ្នកប្រើប្រាស់គឺជាចវាយទីផ្សារកម្ពុជាទំហំពាណិជ្ជកម្មដែលនាំចូលពីថៃមកកម្ពុជាមិនមែនតូចទេយើងនិយាយថាប៉ុណ្ណេះទៅចុះថាមួយឆ្នាំ5000 លាន$5000 លានសម្រាប់ថៃថាតូចប៉ុន្តែសម្រាប់ប្រជាជនថៃក៏មិនមែនជាតូចទេដែលខាតបង់ចការបន្លែផ្កាឬក៏ផ្លែឈើឬក៏ផលិតផលដែលសម្រាប់នាំមកកម្ពុជាទៅបាត់បង់តំណែងមួយចំនួននាំចូលមកហើយលក់មិនដាច់នាំចូលនាំត្រឡប់ទៅវិញដោយប្រជាជនខ្មែរពហិការមិនប្រើប្រាស់ប៉ុន្តែខ្ញុំនៅតែបញ្ជាក់ថាយើងកុំទៅហួសជ្រុលផលិតកម្មដូចជាស៊ីម៉ង់ដែលផលិតនៅខេត្តកពតខេស៊ីមិននេះអានឹងជាផលិតផលផលិតនៅស្រុកខ្មែរគ្រាន់តែអ្នកវិនិយោគមកពីថៃចុះបើសិនជាយើងបិទរោងចក្រនឹងចោលយើងជាអ្នកសម្លាប់ខ្លួនឯងទេកុំទៅជលហួសពីហ្នឹងសុំកុំធ្វើតាម K01 អាហ្នឹងតែប៉ុណ្្នឹងទេទៅជលហួសព្រមឡាអាណាតយោទំនិញយកទៅដុតចោលហើយដុតហើយបង្ហោះវីដេអូទៀតប៉ុន្តែបានវាបង្ហោះវីដេអូដែរបានដល់យើងដឹងធ្វើឈួតកណាខ្ញុំសុំអភ័យទោសដោយសារតែត្រូវនិយាយប៉ុន្តែនេះគឺថាពាក្យសម្ដីរបស់ហ៊ុនសែនដែលក្នុងនាមជាប្រធានគណៈបកកណ្ដាលអំណាចហើយជាប្រធានព្រឹទ្ធសភាមិនបរិយាតំណាងទេព្រះមហាក្សត្រទេតែនិយាយមិញមកវាវទៅមិញហ្នឹងហើយជឿជាក់លើរដ្ឋាភិបាលទុកការងារគេធ្វើហើយសូមអ្នកដទៃកុំញុះឲ្យរដ្ឋាភិបាលប្រើប្រាស់ប្រដាប់អាវុធវាមិននាំដល់ផលចំណេញណាមួយទេឥឡូវត្រូវការចរចាហើយការចរចាវាដល់កម្រិតកំពូលហើយដែលមានមហាអំណាចមកចុះហត្ថលេខាហើយមើលទីកន្លែងចុះហត្ថលេខាសូមមានសង្កេតទេទឹកដីម៉ាឡេប៉ុន្តែបន្ទប់អាមេរិកខ្ញុំស្គាល់អាមេរិកច្បាស់រឿងពិធីការភាពម៉ត់ចត់របស់អាមេរិកលើបញ្ហាពិធីការមិនធម្មតា
ខ្ញុំកណាខ្ញុំធ្លាប់ទៅប្រជុំនៅអាមេរិកអាស៊ានអាមេរិក2 ដងនៅញូវយ៉កម្ដងនៅសិនធរណម្ដងញូវយ៉កដូច2010សិនធរណ2016ច្បាស់លាស់រឿងពិធីការនេះខ្លាំងណាស់អូបាម៉ាមកប្រជុំនៅទីក្រុងភ្នំពេញច្បាស់លាស់ទាំងពិធីការទាំងសន្តិសុខជូបេដិនមកប្រជុំនៅទីក្រុងភ្នំពេញច្បាស់លាស់ទាំងពិធីការនិងទាំងសន្តិសុខចឹងសូមសង្កេតមើលទឹកដីម៉ាឡេប៉ុន្តែបន្ទប់ចុះហត្ថលេខាគឺបន្ទប់អាហ្វ្រិកសូម្បីតែពលយមនិយាយមិនមែនពលយមអាស៊ានឬម៉ាឡេទេដឹកពីវាយហៅមកផ្លាកសញ្ញាមើលកមុខពិធីការត្រូវរៀបចំដោយភាគីអាមេរិកសូមកំផន់ច្រឡំលើរឿងនេះខ្ញុំកថាខ្ញុំអត់និយាយជួសឲ្យនាយករដ្ឋមន្ត្រីទេក៏ប៉ុន្តែគាត់ថាអំពាវនាវសូមទៅម៉េចយើងបន្តការគ្រប់គ្រងនៅនយោបាយខឿនការពារជាតិរបស់ប្រជាជនចូលរួមទាំងអស់គ្នាដើម្បីសេចក្តីសុខទាំងអស់គ្នាហើយខិតខំដណ្ដើមមកវិញនៅសន្តិភាពដែលបាត់បង់នៅផ្នែកមួយនៅតាមព្រំដែនកម្ពុជាថៃតាមរយៈទង្វើឆ្ពោះទៅរកសន្តិភាពគ្រប់គ្រងសន្តិភាពហើយសូមកុំដឿមដាមតទៅទៀតឲ្យអាដៀមដាមតទៅអរគុណសន្តិភាពហ្នឹងដែលគេយកទៅជាពាក្យលេងសើចឥឡូវคล้ายទៅជារឿងដែលវាពិតទេឥឡូវគេកំពុងលេងសើចទៅលើអាពាក្យយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមរបស់នាយករដ្ឋមន្ត្រីសប្តាហ៍ថ្ងៃប៉ុន្តែណែខ្ញុំគ្រាន់តែចង្អុលឲ្យណែមួយតែមួយទេមុនវាយគ្នានិងក្នុងពេលវាយគ្នាក្រោយវាយគ្នាតបយើងមានអាវក្រោះនិងមានមួកដៃគ្រប់គ្រាន់យើងធ្វើបែបព្រោះយើងគិតថាមិនមានសង្គ្រាមប៉ុន្តែឥឡូវវាលើសពីការគ្រប់គ្រាន់ហើយខ្ញុំកណាខ្ញុំសង្ឃឹមថានឹងនាំចេញអាវសុវត្ថិភាពនេះចេញទៅផ្គត់ផ្គង់ឲ្យប្រទេសក្រៅទៀតបើសិនគេបញ្ជាទិញហើយម៉ាករបស់ឈ្មោះគឺ DSS ហើយខ្ញុំកណាខ្ញុំធ្វើតកែបាទហើយដៃគុណមកត្រូវការពាក់ជួនកាលទៅមុនទៅស្រោចទឹកក្បែរទល់ទៅការពាក់បើក៏ពាក់អីសម្ដេចបដិជគុណប្រសងសម្ដេចឯកឧត្តមលោកជំទាវអនុសង្ឃវជ្រៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33ដែលនឹងប្រកាសបើកនាពេលបន្តិចទៀតនេះនឹងប្រព្រឹត្តទៅក្រោមស្មារតីមហាសាមគ្គីភាពដ៏ទូលំទូលាយនិងស្និទ្ធស្នាលបំផុតស្របពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រកបដោយសុខសន្តិភាពវិបុលភាពសុភមង្គលព្រមទាំងមានសិទ្ធិសេរីភាពពេញលេញខាងជំនឿសាសនានិងការអភិវឌ្ឍលើគ្រប់វិស័យក្រោមលុបដ៏ត្រជាក់ត្រជុំរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមរាជនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈបំផុតអំបញ្ញមិញខ្ញុំកណាខ្ញុំភ្លេចនិយាយរឿងមួយរឿងបញ្ហាកងទ័ពរបស់យើង18នាក់រឿងនេះតាំងពីថ្ងៃដំបូងខ្ញុំកណាខ្ញុំគិតថាខ្ញុំកណាខ្ញុំគិតត្រូវណាស់
ការចាប់កងទ័ពយើងចាប់ក្រោយពេលបត់ជបាញ់ប្រមាណមកខ្ញុំគណៈគិតថាចាត់ទុកបងប្អូននេះពលីកម្មដើម្បីជាតិរួចស្រេចទៅហើយគេច្បាស់ណាស់នឹងយកបញ្ហានេះទៅដោះដូររឿងនេះរឿងនោះហើយបងប្អូនទាំងនោះក៏ពិតជាយល់ក្រុមគូសារក៏ពិតជាយល់គេច្បាស់ជាតបភ្ជាប់រឿងនេះរឿងនោះនៅលើពិភពលោកតើច្បាប់ទម្លាប់អន្តរជាតិនៅទីណាទៅបុត្របនដែលជាតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលជាជនជាតិថៃទៅណាទៅមិននិយាយមួយម៉ាត់សោះដែលមុនធ្លាប់តែនិយាយឥឡូវអត់ឮសូរនិយាយសោះសង្គ្រាមគេតែងតែមានការដោះដូរឆ្លើយសឹកតែនេះចាប់កងទ័ពរបស់យើងលើដីយើងក្រោយបត់ជបាញ់យកទៅធ្វើជាចំណាប់ខ្មាំងសូមបងប្អូនជនរួមជាតិយោគយល់រឿងនេះខ្ញុំគណៈខ្ញុំបានចាត់ទុកថាបងប្អូននេះបានពលីកម្មជីវិតរួចស្រេចទៅហើយផែនការរបស់គេនឹងផ្ដល់ឲ្យយើងនៅថ្ងៃទី12កន្លងទៅប៉ុន្តែវាមានព្រឹត្តិការណ៍នៅណានោះវាបន្តិចបង្អាក់នៅដំណើរនេះដូច្នេះវាច្បាស់ណាស់ចងភ្ជាប់រវាង12 18នាក់ជាមួយនឹងបញ្ហាដទៃទៀតរាប់ទាំងថ្ងៃមកចាំមើលទៅគេនឹងអាចយកថាត្រូវតែធ្វើអានេះត្រូវតែធ្វើអានោះធ្វើអានេះឲ្យបានគេនឹងដោះអញ្ចឹងយើងចាត់ទុកបងប្អូននេះថាពលីតាមិនគួររឿងនេះទៅជាអញ្ចឹងលើពិភពលោកដែលមានទេអាធននឹងដែលមានទេអាធននឹងដែលជាតិសាសន៍មួយតាំងខ្លួនជាស៊ីវិល័យហើយចាប់ចំណាប់ខ្មាំងដើម្បីដោះដូរនេះមិនមែនជាឆ្លើយសឹកទេណាអត់មែនជាឆ្លើយសឹកទេបងប្អូនយើងស្លូតពេកហើយគេមកគេចាប់ដៃសុំថតរូបរួចហើយជង់ចាប់យកតម្រោព្រោះអាងតែជប់បាញ់ហើយជប់បាញ់ហើយមកដីយើងទៀតមកដីយើងទៀតបងប្អូនយើងស្លូតពេកហើយសូមទោសចំពោះក្រុមគ្រួសារទាំងឡាយដែលមានប្តីមានប្រពន្ធមានកូនមានឪពុកដែលខ្ញុំនិយាយរឿងនេះចេញមកខ្ញុំមិនដែលនិយាយរឿង18នាក់ទេព្រោះខ្ញុំចាត់ទុកថាពួកគេបានបូជាជីវិតរួចស្រេចទៅហើយព្រោះចំក្រោយគេនឹងធ្វើការដោះដូរលើអ្វីមួយការដោះដូរបានឃើញស្រាប់ហើយរឿងព្រឹត្តិការណ៍កើតនៅឯណាមួយគេភ្ជាប់ការមិនដោះលែងនេះគឺជារឿងអណយអធមជាថ្មីម្ដងទៀតក្នុងព្រះបរមនាមព្រះករណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងក្នុងនាមទូលព្រះបង្គំខ្ញុំព្រះករណាខ្ញុំផ្ទាល់សូមឲ្យអនុសង្ឃវជ្ជរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33នេះសម្រាប់បានជោគជ័យដ៏ត្រចះត្រចង់ដើម្បីអភិរក្សនិងអភិវឌ្ឍព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើននិងលើកកម្ពស់តួនាទីព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជាតាមរយៈការអប់រំសីលធម៌សង្គមនិងសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋជាទីបញ្ចប់
ទូព្រះបង្គំខ្ញុំបកាណាខ្ញុំសូមថ្វាយព្រះពរប្រគេនពរនិងជូនពរសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គហើយឧត្តមលោកជំទាវលោកស្រីសមាជិកសមាជិកានៃអង្គពិធីសូមមានសុខភាពល្អបរិបូរណ៍សុភមង្គលក្នុងគ្រួសារនិងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារនិងសូមប្រកបដោយពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិពេណៈកុំបីគ្រឿងគិតឡើយឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរទូព្រះបង្គំខ្ញុំប្រកាសថាខ្ញុំសូមនាំមកនៅពរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ប្រការណាជាអម្ចាស់ជីវិតលើទ្វងទ្រង់សពពរាជហារតីប្រពរាជទានពរាជទ្រព្យផ្ទាល់របស់ព្រះអង្គសម្រាប់ឧបត្ថម្ភកម្មវិធីរៀបចំអនុសង្ឃវជ្ជរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី3លើកទី33ចំនួន20លានរៀលផងដែរទូព្រះបង្គំខ្ញុំប្រកាសណាខ្ញុំសូមប្រកាសបើកអនុសង្ឃវជ្ជរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33ចាប់ពីពេលនេះតទៅសូមអរគុណអង្គពិធីទាំងមូលជាទីគោរពដ៏ពងពោះសម្ដេចតេជោព្រះតំណាងដ៏ពងពោះបំផុតនឹងបានប្រគល់នៅព្រះរាជទ្រព្យរបស់ព្រះករណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ពងពោះបំផុតនៅក្នុងឱកាសនេះសូមគោរពអញ្ជើញឲ្យដំណិតចាយបរិនដើម្បីទទួលនៅព្រះរាជទ្រព្យដ៏ថ្លៃថ្លានៅក្នុងឱកាសនេះដែលសម្ដេចតេជោក្នុងនាមព្រះករណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ពងពោះបំផុតប្រគល់ជូនសូមអង្គពិធីទាំងមូលមេត្តាអបអរសាទរជាមួយគ្នានេះសម្ដេចតេជោប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាព្រះតំណាងដ៏ពងពោះបំផុតនឹងបានថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកព្រមទាំងព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈហើយសូមអង្គពិធីទាំងមូលអបអរសាទរនៅការអញ្ជើញនិវត្តន៍ដ៏ពងពោះបំផុតរបស់សម្ដេចតេជោព្រះតំណាងដ៏ពងពោះរបស់ព្រះករណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ពងពោះបំផុតនៃយើងនៅក្នុងឱកាសនេះអនុសង្ឃវជ្ជរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតសម្ដេចតេជោប្រធានព្រឹទ្ធសភានិងជាព្រះរាជតំណាងរបស់ព្រះករណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈសូមមានសុខភាពល្អបរិបូរណ៍កំបីគ្លៀងគ្លាតឡើយទូលព្រះបង្គំសូមថ្លែងអំណរព្រះករណាទិគុណថ្វាយសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចតាមព្រះឋានានុក្រមព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមមានព្រះសុខុមាលភាពល្អបរិបូរណ៍កំបីគ្លៀងគ្លាតឡើយហើយនឹងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចឯកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឯកឧត្តមលោកជំទាវសមាជិកសមាជិកានៃព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមលោកជំទាវជាពិសេសគឺគណៈអភិបាលរាជធានីខេត្តនៅក្នុងឱកាសនេះព្រមទាំងអង្គអនុសង្ឃវជ្ជរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33នៅក្នុងឱកាសនេះសូមមានសុខភាពល្អបរិបូរណ៍កំបីគ្លៀងគ្លាតឡើយហើយដើម្បីបន្តនៅអង្គអនុសង្ឃវជ្ជរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33នៅក្នុងឱកាសនេះជាបន្តទៀតខ្ញុំបកណាសូមថ្លែងអំណរព្រគុណហើយសូមបកុលភារកិច្ចនេះប្រគេនព្រះមន្ត្រីសង្ឃដើម្បីដំណើរការនៅកម្មបាទសម្ដេចអាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាជាទីគោរពពិធីបើកអនុសង្ឃវជ្ជរៈមន្ត្រីសង្ឃលើកទី33បានបញ្ចប់ហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ហើយដោយដែលសម្ដេចអាយដាមលោកជំទាវបានជ្រាបហើយតាមរយៈប្រសាសន៍របស់សម្ដេចតេជោបាញ់មិញសម្ដេចបានវាតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃវិស័យសាសនានៅក្នុងប្រទេសកម្ពុជាដែលសាសនាទាំងអស់អាចរួមរស់ជាមួយនឹងរាជរដ្ឋាភិបាលជាច្រើនសាសនាផងដែរហើយជាពិសេសសាសនាព្រះពុទ្ធយើងបានរួមចំណែកយ៉ាងច្រើនណាស់ក្នុងការបំភ្លឺផ្លូវដល់បងប្អូនប្រជាពលរដ្ឋបរិស័ទឲ្យប្រព្រឹត្តនៅអំពើល្អហើយក្នុងនោះផងដែរដោយដែលសម្ដេចអារម្មណ៍លោកជំទាវបានជ្រាបហើយវិស័យពុទ្ធចក្រយើងកាលណាពុទ្ធចក្រកាលណារាជរដ្ឋាភិបាលគឺរីកចម្រើនអាណាចក្ររីកចម្រើនគឺពុទ្ធចក្រក៏មានការរីកចម្រើនទៅតាមនោះផងដែរបើតាក់ទងទៅនឹងបញ្ហាព្រំដែនផងដែរសម្ដេចតេជោបានរួយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមដែលនេះគឺបានផលចំណេញច្រើនណាស់ដែលបច្ចុប្បន្ននេះគឺយើងទប់ស្កាត់នៅបានគឺមិនផ្ទុះនៅសង្គ្រាមបន្តទៀតហើយក៏បានកោតសរសើរដល់រាជរដ្ឋាភិបាលផងដែរហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាជាពិសេសគឺថាយុទ្ធសាស្ត្រស្ងាត់មិនស្ងៀមរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីដែលកំពុងតែដឹកនាំប្រទេសឆ្ពោះទៅរកភាពសុខសន្តិភាពនាពេលបច្ចុប្បន្ននេះខ្ញុំបាទសូមជម្រាបថាមហាសន្និបាតមន្ត្រីសង្ឃនេះគឺមានរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី17នេះដល់ថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025ហើយថ្ងៃទី19គឺជាពិធីបិទនៅមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33អរគុណសម្ដេចអារម្មណ៍លោកជំទាវដែលបានតាមដានទេសនានៅការផ្សាយផ្ទាល់ពិសេសពីជាស្ថានជាតិអប់រំនៃមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសនៅពេលនេះរាល់កំហុសខុសឆ្គងតាមរយៈការអត្ថាធិប្បាយនិងការបង្ហាញរូបភាពយ៉ាងណាខ្លះនេះខ្ញុំបាទក៏សូមខន្តីអភ័យទោសសម្រាប់ពេលនេះខ្ញុំបាទសំសីហានិងក្រុមការងារផ្សាយផ្ទាល់សូមអរគុណសូមគោរពលាគណៈកម្មការទទួលជុំបានសុខដែលដឹកនាំដោយព្រះសិរីសម្បត្តិវង្សសិង្ហថាព្រះមេតានរៈថ្ងៃរាល់ព្រះរតនយានឧបរាក្រានិងព្រះបរិស័ទជាក់ព័ន្ធព្រះអង្គពើសម្បូរសូមជួយប្រគេនព្រះអង្គការកថាទទួលសុខកម្មតាមផ្នត់រៀបកន្លែងប្រគេន